ហ៊ុនចិនចំនួន3ក្រុមហ៊ុនមានដូចជា DeepSeek ដែលល្បីជាងគេហើយមួយទៀត Moonsuit AI ហើយនិង Minimax គឺបានលួចចម្លងខួរក្បាល AI របស់ Claude AI ហ្នឹងដោយប្រើ method មួយដែលគេហៅថា digitalization attack សួស្តីបងប្អូនថ្ងៃ23នេះក្រុមហ៊ុនរបស់អាមេរិក Anthropic ដែលជាក្រុមហ៊ុនដែលអ្នកបង្កើត Claude AI ដែលជា AI ធំមួយដែរនៅអាមេរិកហើយនៅខ្មែរយើងក៏មានគេប្រើច្រើនដែរហើយខ្ញុំអត់ដែរប្រើទេ Claude AI ហ្នឹងថ្ងៃខ្ញុំប្រើតែ Gemini ទេថ្ងៃ23ហ្នឹង Anthropic ហ្នឹងគឺបានផុសនៅលើ website របស់ខ្លួនឯងថាក្រុមហ៊ុនចិនចំនួន3ក្រុមហ៊ុនមានដូចជា DeepSeek ដែលល្បីជាងគេក្រុមហ៊ុនហ្នឹងពីមុនគឺផ្ទុះមែនតើនឹងការចេញដំបូងហើយមួយទៀត Moonsuit AI ហើយនឹង Minimax គឺបានលួចចម្លងខួរក្បាល AI អាចថាខួរក្បាល AI របស់ Claude AI ហ្នឹងដោយប្រើ method មួយដែលគេហៅថា digitalization attack អញ្ចឹងអីគេជា digitalization attack ហ្នឹងហើយហេតុអីបានជាក្រុមហ៊ុនចិនដែលជាក្រុមហ៊ុនបង្កើត AI មកលួចច្រឡំពី Claude AI អញ្ចឹងយើងទៅនិយាយមុនទៅថាអីជា digitalization ហ្នឹងឬក៏យើងហៅខ្មែរយើងហៅថាអាចថាការលួចច្រឡំខួរក្បាលរបស់ AI ចឹងទៅអញ្ចឹងគឺជាវាថាគឺជាការយកទិន្នន័យដែលចេញពី AI ធំដូចជា Claude AI ទៅបរៀន AI របស់ខ្លួនឯងដូចជា DeepSeek កំពុងតែធ្វើហ្នឹងតែអាហ្នឹងគ្រាន់តែជាការចោទប្រកាន់របស់ Claude AI ទេខាងចិនគេអត់មានតន់និយាយមកវិញបកស្រាយថាមិនទេអញ្ចឹងអាហ្នឹងគឺគេធ្វើមិននិយាយឲ្យស្រួលទៅគឺគេព្យាយាមទៅសួរចំណេះដឹងពី AI របស់ Claude AI ហ្នឹងគេព្យាយាមសួរសំណួរហ្នឹងតែចង់ដឹងថារបៀបឆ្លើយរបស់ AI ហ្នឹងមិនហើយនៅពេលដែលឆ្លើយមកគេនឹង record អាឆ្លើយនឹងទុកហើយយកហ្នឹងមកប្រាប់ AI របស់គេថាឲ្យព្យាយាមឆ្លើយបែបអញ្ចឹងអីចឹងទៅហ្នឹងក៏ជាការឧទាហរណ៍មួយទេហើយAnthropic គឺគាត់បាន detect ឃើញ conversation ដែល attack មកពីខាង3ក្រុមហ៊ុនហ្នឹងចំនួន6ដល់10លានដងចេញពី 20,000 account ដែលគាត់detect បានហើយមែនតើទៅនៅប្រទេសចិនគឺ Claude AI ត្រូវបាន ban អត់ឲ្យប្រើទេតែប្រហែលជាគេប្រើ VPN ឬក៏ proxy មកប្រើនៅប្រទេសក្រៅឲ្យបង្កើត account ដើម្បីទៅ chat នៅលើ Claude AI អាហ្នឹងមិនមែនជាការ attack ចូលទៅ server ផ្ទាល់ឬក៏ដាក់ malware ដាក់អីទេគឺគេគ្រាន់តែសួរធម្មតាគេបង្កើត account ហើយគ្រាន់តែសួរសំណួរច្រើនតែវាថាសំណួរតែមួយហ្នឹងគេសួររាប់រយដងអញ្ចឹងរាប់ពាន់ដងទៅដើម្បីដឹងពីរបៀបនៃការឆ្លើយរបស់ AI របស់ Claude អញ្ចឹងគឺគេចំណេញលុយមែនតើក្នុងការ train AI របស់គេដោយមិនបាច់ទៅទិញម៉ាស៊ីន server ធំឬក៏ chip ខ្លាំងទេយកមកដើម្បី train AI រៀងខ្លួនទេដោយសារតែ AI មួយគឺយើងត្រូវការ train ដើម្បីឲ្យវាយល់ពីអីដែលគួរឆ្លើយតបទៅកាន់អ្នកសួរវិញមិនមែនវាកាត់មកវាចេះហ្មងទេសិតតែគេយកទៅបរៀនវាទេមែនតើទៅពីមុនមិនមែនមានតែក្រុមហ៊ុន Anthropic នឹងទេពីមុន OpenAI ក៏ធ្លាប់និយាយថាក្រុមហ៊ុនចិន DeepSeek ក៏បាន attack ព្យាយាម attack ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនមេដែលបង្កើតទៅលើ ChatGPT ហ្នឹងអញ្ចឹងការ attack ហ្នឹងវាគ្រោះថ្នាក់អត់ខ្ញុំគិតថាវាគ្រោះថ្នាក់អញ្ចឹងនៅពេលដែលក្រុមហ៊ុនឧទាហរណ៍ដូចជា Claude ឬក៏ ChatGPT ធម្មតានៅពេលដែលគេ train AI គេព្យាយាមធ្វើម៉េចកុំឲ្យ AI នឹងប្រាប់អារឿងដូច cyber attack ឬក៏យើងទៅបង្កើតអីយើងសួរទៅគឺវាអត់ប្រាប់ទេវាប្រាប់ថាអាហ្នឹង forbidden ឬក៏ហាមឃាត់អត់ឲ្យសួរអញ្ចឹងទៅតែនៅពេលដែលក្រុមហ៊ុនផ្សេងគាត់ព្យាយាម copy ទៅនៅពេលខ្លះគឺគាត់អត់បាន include អាហ្នឹងចូលទេដូចជាក្រុមហ៊ុនតូចបើថាក្រុមហ៊ុនធំពេលខ្លះវាអាចដាក់តែឧទាហរណ៍ក្រុមហ៊ុនតូចទៅពេលខ្លះវាចេះតែចាប់រៀនមកបានអីគឺដាក់ទៅអាហ្នឹងហើយចាត់ដល់ឧទាហរណ៍អានេះបរៀនអត់ឲ្យ cyber attack ទេដល់ពេលអានោះមកទៅបរៀនទាំងអស់ទៅមិនលាយវល់វែកពេញហ្នឹងហើយមួយទៀត
អីដែលខ្ញុំគិតថាទាំងអស់គ្នាគួរតែពិចារណាដែរអត់គិតថាខ្ញុំអត់មែនគិតតែច្រឡំខ្ញុំអត់ដឹងថាអាហ្នឹងវាខុសច្បាប់ឬក៏អត់ទេដោយសារតែក្រុមហ៊ុនទាំង3ប្រមាណដែលខ្លត់ចាប់បានថាលួចព័ត៌មាន train AI ហ្នឹងគឺគេអត់មានធ្វើអីខុសច្បាប់ផងចង់ថាគេអត់មានទៅ attack server គេអត់មាន access ចូលលួចដាក់ malware ឬក៏អីទេគេគ្រាន់តែសួរជាសំណួរឲ្យវាឆ្លើយឲ្យយកអាព័ត៌មានតិន័យទាំងអស់ហ្នឹង export ហើយយកទៅឲ្យ AI គេរៀនអញ្ចឹងតែនឹងខុសច្បាប់ឬក៏អត់អាចប្តឹងបានអត់យើងក៏អត់ដឹងដែរហ្នឹងយើងមានតែចាំមើលទៅមុខទៀតហើយក៏ទៅសួរមែនតើអត់មានចាំបាច់ចំណាយលុយរាប់ពាន់រាប់លានដុល្លារទៅ train AI ទេធ្វើតែអញ្ចឹងបានដែរអត់ ឥឡូវយើងនិយាយពាក់ព័ន្ធជាមួយនឹង Anthropic តើគេមានអីដែរបន្ទាប់ពីការ attack ហ្នឹងគឺគេក៏បានបង្កើត develop tool ថ្មីដើម្បី protection ទៅលើ AI របស់គេអញ្ចឹងនៅពេលដែលមាន user គេនឹង track ទៅលើ pattern របស់ user ដែលសួរសំណួរអីថាប្លែកៗឬក៏ព្យាយាមសួរសំណួរហ្នឹងច្រើនដងរាប់រយពាន់ដងអីចឹងអញ្ចឹងគេនឹងអាចឈានទៅដល់ការ ban user ហ្នឹងឬក៏បិទ user នៅក្នុងមួយរយៈពេលអញ្ចឹងទៅតែអាហ្នឹងមិនដឹងថាម៉េចដែរហើយមិនដឹងថាអីដែលគេធ្វើដើម្បីការពារការ attack digitalization attack ហ្នឹងប្រើ AI ដែរអញ្ចឹងនៅពេលដែលខ្លះពេលយើងចាត់ដល់នេះយើងសួរសំណួរធម្មតាវា ban ដែរមិនចាប់ហើយអត់ដឹងមិនឲ្យមើលតើគេបង្កើតមកដើម្បី defend នឹងអាច defend ជាប់អត់យើងមានតែចាំមើលទាំងអស់គ្នាហើយ AI កាន់តែអភិវឌ្ឍទៅឥឡូវ AI attack AI ទៀតអានេះវាអត់អីទេតាមពិតគេធ្វើមិនធ្វើតែសំខាន់អត់ដែលយើងប្រើកាន់តែស្រួលតែត្រូវចាំថាយើងប្រើ AI កាន់តែច្រើនផ្ដល់ព័ត៌មានឲ្យវាកាន់តែច្រើនយើងធ្វើមិនព្យាយាមរាប់បើយើងប្រើនៅក្រុមហ៊ុនយើងព្យាយាមកុំចែកម្លែកព័ត៌មានផ្ទាល់ខ្លួនយើងប្រើខ្លួនឯងក៏ដោយព្យាយាមកុំចែកម្លែកផ្ទាល់ខ្លួនហើយកុំរំពឹងទៅលើ AI ខ្លាំងពេកដោយសារ AI ក៏វាបាននិយាយប្រាប់ទាំងអស់ហ្នឹងយើងនៅពេលដែលយើងបានហ៊ានឬក៏យើងបានឆែកទៅលើអ៊ីនធឺណិតគឺវាមាន hallucination វាថាវាសម័យខ្លួនឯងនៅពេលខ្លះទោះបីជា pro ឬក៏អីក៏ដោយគ្រប់ AI គឺវាមានរឿងហ្នឹងទាំងអស់វាអាចចាត់តែសម័យគិតខ្លួនឯងហើយវាប្រាប់យើងហើយយើងទៅជឿតាមយើងធ្វើតាមគឺស្បៃទាំងអស់ហ្នឹងហើយនៅពេលដែលយើងបោះព័ត៌មានផ្ទាល់ខ្លួនព័ត៌មានក្រុមហ៊ុនព័ត៌មានស្អីយើងបោះទៅគឺវាលួចយកទៅ train ហើយទោះបីជាវាមិនដាក់ថា train ក៏វានៅតែយកដែរអាហ្នឹងយើងមិនអាចទៅដឹងថាវាយកឬក៏អត់យើងមិនដឹងហើយមួយទៀតពីមុនខ្ញុំនិយាយពីមុនក៏មាននៅខ្មែរយើងច្រើនដែរថាអីដែលបង្កើតឡើងដោយ AI ដែលយើងចាំបាច់ចូលសាលាគឺ very secure 100% secure និយាយដល់មកទេ no ហើយយកទៅគិតខ្លួនឯងទៅប៉ុណ្ណឹងបាយ